Hello guys ខ្ញុំចេញមកវីដេអូជាលើកទី2ដែលមកប្រាប់ DPI ដល់អ្នកគ្នាបាទហើយប្រាប់ DPI នេះគឺ update version ថ្មីបាទ Free Fire update នេះយើងតម្លើងមកយើងដាក់តាមខ្ញុំមកនេះមិនដំបងចុចចូលទៅ accessibility នេះបាទបន្ទាប់មកហើយយើងចុចចូលពី tag ហើយយើងចុចខាងលើហ្នឹងបន្ទាប់មកយើងអមក្រមមកចុចពី key នេះបាទហើយបើកទាំងពីរហ្នឹងឲ្យបើកពេញមកតបមកយើងអត់ទៅក្រមទៀតហើយបើកសម្រាប់នេះពេញដែរមកហើយយើងដាក់នេះ8.00ចឹងមកអ្នកគ្នាបាទហើយយើងចុចចូល off ខាងលើ moment នេះបើកវាពេញមកបើកពេញហើយចេញមកក្រៅនេះណាចេញក្រៅមកចុចចូល speed control បន្ទាប់មកនេះដាក់នេះ0.15ចឹងមកហើយអានេះយើងបិទមកបាទបិទចឹងមកហើយនេះដាក់5មកហើយយើងអត់ទៅក្រមទៀតមកបន្ទាប់មកយើងដាក់DPI ដល់នេះសំខាន់ជាងគេបាទចុចចូលកន្លែងហ្នឹងហើយដាក់នាម120ដាក់នេះខាងក្រោមគេមកប៉ុណ្ណឹងមកគឺបាញ់ត្រូវម្ដងហើយ clear ចោលយើងចូលហ្គេមបាញ់ទៅគ្នាបាទប៉ុណ្ណឹងគឺហើយ